ព្រឹកមិញនេះបានធ្វើម្ហូបមុខតាមបែបស្រុកស្រែជនបទយើងបងប្អូននៅនិយាយពីថាជាតិអត់មានជាតិល្ងើជាតិអីទេនេះគឺបន្លែឲ្យសតតែម្ដងញ៉ាំផ្ទាប់ជាមួយនឹងត្រីអាំងក៏ឆ្ងាញ់ញ៉ាំលាតធម្មតាក៏ឆ្ងាញ់ញ៉ាំជាមួយបាយកកបាយក្តៅគឺឆ្ងាញ់តែម្ដងមុខនោះគឺញោមតសក់ស្រូវបងប្អូនណាខ្លះចិត្តមុខនឹងសម្រាប់ខ្ញុំគឺខ្ញុំនិយាយពីថាចូលចិត្តតែម្ដងញ៉ាំអត់ងាយល្ងើសក់បងប្អូនហើយតសក់នេះគឺបានតសក់ស្រូវធម្មជាតិទៀតប៉ាខ្ញុំក៏ដាំផ្ទាល់ដែរអត់មានប្រើជីប្រើថ្នាំអីទេនិយាយពីថាល្អតែម្ដងអាទូចគឺយើងប្រមូលលក់ឲ្យម៉ូយទៅដល់ពេលសល់អាធំចេះយកមកញោមនិយាយពីថាត្រូវជាតិស៊ូវីតិចហើយសាច់វារៀងផុយជាងអាទូចផងសាច់វាអត់សូវរឹងអាធំក្របវារៀងរីកចេះបន្តិចបងប្អូនយកទៅញោមឆ្ងាញ់ណាស់ខ្ញុំចូលចិត្តចឹងហើយខ្ញុំសាប់វាគៀនសិនមកបន្ទាប់មកយើងហាន់វាតូចបែបនេះយកទៅញោមត្រូវជាតិហើយបើសណ្តែកដីវិញបានសណ្តែកដីលីងថ្មីក្លិនវាឈ្ងុយយូរមកបកសវកវាឲ្យស្អាតទៅហើយបុកវាឲ្យម៉ត់សណ្តែកដីក៏ដូចគ្នាដាក់ញោមបងប្អូនដាក់សណ្តែកដីកាន់តែច្រើនរសជាតិវាក៏កាន់តែឆ្ងាញ់ខ្ញុំចូលចិត្តណាស់វាស្តៀងនឹងទឹកគ្រឿងចឹងរបៀបដែលខ្ញុំធ្វើនេះនោះគឺយើងញោមជាមួយនឹងទឹកគ្រឿងសម្រាប់ញោមសាច់ជ្រូកវិញគឺយើងញោមបែបទឹកត្រីផ្អែមចឹងហើយបើខ្ញុំញោមបែបនេះគឺញោមបែបទឹកគ្រឿងបើសិនជាបងប្អូនមានស្ដៅមានអីយកមកបន្ថែមទៀតនិយាយពីថាឆ្ងាញ់តែម្ដងតែខែនេះវាអត់មានផ្កាបងប្អូនចឹងហើយខ្ញុំដាក់តែសក់ជាមួយនឹងជីទេប៉ុណ្ណេះគឺត្រូវជាតិតែម្ដងហើយគ្រឿងផ្សំខ្ញុំបានរៀបចំរួចរាល់សម្រាប់ត្រីវិញត្រីស្ងោរនោះគឺយើងស្ងោរទុកតាំងពីថ្ងៃមុនហើយម៉ាខ្ញុំគាត់បេះសាច់បេះអីរួចរាល់អស់ហើយអញ្ចឹងខ្ញុំគ្រាន់តែយកក្រូចឆ្មាយកអីមកចិតមកដើម្បីធ្វើទឹកគ្រឿងហើយសម្រាប់របៀបធ្វើវិញគឺខ្ញុំបានស្ងោរទឹកប្រហុកឲ្យវារៀងពុះបន្តិចប្រហុកខ្ញុំដាក់2កន្ទុយទៅស្ងោរវារៀងពុះហើយខ្ញុំទុកវាម្ដងទៅពេលដែលវាត្រជាក់យកវាទៅត្រង់ឆ្អឹងចេញទៅបន្ទាប់មកយើងលាយគ្រឿងតាមនឹងមកគឺខ្ញុំបានដាក់ជាមួយនឹងស្ករត្នោតមួយស្លាបព្រារាងកំប៉ុងបងប្អូនហើយខ្ញុំដាក់ប៊ីចេងមួយកូនស្លាបព្រាតូចហើយថែមកាឡាបន្តិចជាមួយនឹងអំបិលមួយកូនស្លាបព្រាដែរចឹងដាក់ទៅលាយគ្រឿងហើយបន្ទាប់មកចាក់សាច់ត្រីស្ងោរសាច់ត្រីស្ងោរដែលយើងបានកិនវាម៉ត់រួចហើយយកវាមកលាយជាមួយគ្នាកូរវាចុះឡើងដើម្បីវាលាយចូលជាតិហើយយើងច្របាច់ក្រូចចូលសម្រាប់ក្រូចនេះគឺខ្ញុំប្រើ3ផ្លែពេញតែម្ដងចឹង3ផ្លែហ្នឹងមកល្មមត្រូវរសជាតិពេលដែលខ្ញុំច្របាច់វាអស់ហើយហ្នឹងគឺខ្ញុំភ្លក់ទៀតបងប្អូនពេលដែលយើងភ្លក់ទៅថាវាមកល្មមរសជាតិដែលយើងចូលចិត្តញ៉ាំហើយចាំយើងចាក់ជាមួយនឹងសណ្តែកដីចូលកូរចុះឡើងទៅគឺរួចរាល់ហើយប៉ុន្តែនៅពេលដែលខ្ញុំភ្លក់ហ្នឹងគឺវានឹងស្ទើរផ្អែមបន្តិចអញ្ចឹងហើយទឹកខ្ញុំបន្ថែមជាមួយនឹងស្ករត្នោតកន្លះស្លាបព្រាទៀតកូរវាចុះឡើងរហូតដល់តែស្ករត្នោតនឹងលាយដោយសារតែវារៀងយូរដែររំំតែវាលាយហើយពេលវាលាយភ្លក់ត្រីជាតិហើយចាក់សណ្តែកដីមិញដែលយើងបានបុកម៉ត់នឹងចូលមកហើយញុំវារហូតដល់តែសាច់នឹងវាម៉ត់អស់វាដូចតែគ្រឿងអញ្ចឹងគ្រាន់តែថាយើងធ្វើវារៀងខាប់ដើម្បីយកវាទៅស្រូបជាមួយនឹងញោមនឹងអញ្ចឹងនៅពេលដែលវាចូលជាតិបន្តិចហើយខាប់មកល្មមហើយខ្ញុំយកវាទៅលាយជាមួយនឹងតសក់ដែលយើងហាន់រួចអញ្ចឹងគ្រឿងផ្សំគឺមានប៉ុណ្នេះបងប្អូនមានជីនាងវ៉ូនតសក់ស្រូវជាមួយនឹងទឹកគ្រឿងមិនខ្វះទឹកគ្រឿងធ្វើរៀងខាប់បន្តិចនៅពេលដែលយើងយកវាទៅច្រវល់មួយតសក់ទៅទឹកវាចេញពីតសក់អញ្ចឹងយើងធ្វើទឹកគ្រឿងនឹងរៀងខាប់បន្តិចស្រូបទៅគឺល្មមតែម្ដងចឹងខ្ញុំចាក់តសក់ចូលតសក់នេះគឺខ្ញុំចិត្តប្រហែលផ្លែហើយម៉ាខ្ញុំក៏ចិត្តបន្ថែមទៀតគាត់ថាដាក់សក់ច្រើនទៅឆ្ងាញ់អញ្ចឹងហើយខ្ញុំដាក់សក់ចូលបន្ទាប់មកខ្ញុំចាក់ជាមួយនឹងទឹកគ្រឿងខាប់ខ្ញុំមិញនឹងចូលហើយខ្ញុំចាក់ជាមួយនឹងជីនាងវងចូលបន្ទាប់មកត្រឡប់វាច្រវល់វាចុះឡើងបងប្អូនឲ្យវាសប់ជាតិសប់ច្រវល់វាធ្វើម៉េចឲ្យវាចូលជាតិជាមួយនឹងគ្នាដោយសារតែហ្នឹងតសក់អីហ្នឹងវានៅរៀងស្រស់អញ្ចឹងច្រវល់វាចុះឡើងបើមិនអញ្ចឹងទេពាក់ស្រោមដៃច្រវាច់ទៅសម្រាប់ខ្ញុំគឺខ្ញុំមានតែថង់អញ្ចឹងហើយខ្ញុំយកថង់ហ្នឹងមកច្រវាច់វាដើម្បីឲ្យចូលជាតិគ្នាហើយលើពីនឹងទៀតគឺខ្ញុំមានលក្ខខ្ទឹមទៀតលក្ខខ្ទឹមនេះបងប្អូនចង់ដាក់ក៏បានឬក៏អត់ក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំមានស្រាប់អញ្ចឹងខ្ញុំដាក់ទៅវាមានក្លិនឈ្ងុយហើយក៏ប៉ុណ្ណឹងច្រវល់វាចុះឡើងសពចូលជាតិភ្លក់ទៅមកល្មមរសជាតិយើងញ៉ាំហើយដួសដាក់ចានមកបងប្អូនហើយប៉ុណ្ណនេះគឺមកល្មមញ៉ាំលេងក៏បានញ៉ាំជាមួយនឹងបាយក៏បានដែរគឺឆ្ងាញ់ដូចគ្នាបន្ថែមជាមួយនឹងម្ទេសហឹរបន្តិចត្រូវតែម្ដង